ខាងភាគីថៃនឹងដោះលែងដោយមិនរងចាំនៅយើងហៅថាទាហានរបស់យើងទាំង18នាក់ដែលត្រូវចាប់ខ្លួនតាំងពីមួយថ្ងៃក្រោយបាត់ឈប់បាញ់ចូលជាធរមានកិច្ចការសំខាន់មួយចំនួនដែលជាកិច្ចការដែលដូចបានជំរាបជូនហើយពង្រឹងនៅទំនុកចិត្តនិងស្ដារទំនាក់ទំនងប្រកបដោយភាពឡើងវិញរវាងប្រទេសយើងពីរក្នុងនោះមានឧទាហរណ៍ដូចជាការស្ដារទំនុកចិត្តការស្ដារទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញនេះគេថាធ្វើនាំគ្នាធ្វើការឆ្ពោះទៅរកការស្ដារទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរឡើងវិញព្រោះយើងកន្លងទៅយើងបានទម្លាក់កម្រិតទំនាក់ទំនងការទូតមកត្រឹមថ្នាក់លេខាធិការរបស់ស្ថានទូតការរួមគ្នាសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មឆ្លងដែនជាដើមក្នុងនោះក៏មានបញ្ហា online scam ដែលជាបញ្ហាធំសម្រាប់ប្រទេសយើងទាំងពីរការបោសសម្អាតមីននៅតាមព្រំដែននៅកន្លែងណាដែលអានោះវាចូលក្នុងភាពលំអិតមានក្រុមការងារដែលសម្របសម្រួលនឹងធ្វើការកំណត់ថាតំបន់ណាត្រូវដោះតំបន់ណាដោះមុនតំបន់ណាដោះក្រោយអីចឹងឡាក់ហើយសំខាន់មួយគឺការដកអាវុធធុនធ្ងន់ទាំងឡាយពីព្រំដែនដើម្បីបញ្ជូនទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួនរៀងខ្លួនវិញដើម្បីកាត់បន្ថយនៅភាពតានតឹងនៅតាមតំបន់ព្រំដែននេះហើយយើងក៏បានឯកភាពគ្នានៅក្នុងឯកសារនេះថាក្រៅពីកិច្ចការងារទាំងអស់នេះគឺខាងភាគីថៃនឹងដោះលែងដោយមិនរងចាំនៅយើងហៅថាទាហានរបស់យើងទាំង18នាក់ដែលត្រូវចាប់ខ្លួនតាំងពីមួយថ្ងៃក្រោយបាត់ឈប់បាញ់ចូលជាធរមានហើយអញ្ចឹងក៏មានវិធានការមួយចំនួនទៀតដែលចែងនៅក្នុងហ្នឹងជាពិសេសការដោះស្រាយតំបន់ព្រំដែនដោយសន្តិវិធីការគោរពនៅគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាចំនួនផ្សេងហើយក៏បញ្ជាក់អាសាជាថ្មីនៅការបដិញ្ញាចិត្តរៀងខ្លួនទាំងសងខាងនេះ